នេះគឺជាបក្សីប្រមាញ់មួយប្រភេទដែលមានឈ្មោះថា Happy Angle វាគឺជាបក្សីប្រមាញ់ដ៏ធំខ្លាំងបំផុតនៅលើពិភពលោកវាមានរូបរាងគួរឲ្យខ្លាចចំពោះកញ្ញាំជើងរបស់វាគឺធំខ្លាំងមែនទែននិងកម្លាំងខ្លាំងក្លាដែលអាចចាប់សត្វធំបាននៅក្នុងព្រៃបានយ៉ាងងាយស្រួលបក្សីប្រភេទនេះគឺរស់នៅជាចម្បងនៅក្នុងព្រៃភ្លៀងត្រូពិចនៃអាមេរិកកណ្ដាលនិងអាមេរិកខាងត្បូងដូចជាប្រេស៊ីល ប៉ាណាម៉ាហើយនិងប៉េរូលក្ខណៈពិសេសរបស់បក្សីនេះគឺមានប្រវែងខ្លួនប្រហែល90ទៅ110សង់ទីម៉ែត្រស្លាបអាចលាតសន្ធឹងបានជាង2ម៉ែត្រទម្ងន់អាចឈានទៅដល់10គីឡូក្រាមឬច្រើនជាងនេះទៀតចំពោះបក្សីញីគឺវាមានមាឌធំជាងបក្សីឈ្មោលវាមានពណ៌ប្រផេះសខ្មៅនិងមានរោមលើក្បាលដូចជាមកុដដែលធ្វើឲ្យវាមើលទៅគឺមានភាពអស្ចារ្យខ្លាំងមែនទែនក្រញាំជើងរបស់វាគឺធំស្ទើរតែធំដូចក្រញាំខ្លាឃ្មុំវាអាចចាប់សត្វដែលមានទម្ងន់ធ្ងន់ដូចជាស្វាសត្វស្លូតសត្វកណ្ដុរធំបក្សីផ្សេង Happy Angle វាអាចហោះឆ្លងកាត់ព្រៃក្រាស់បានយ៉ាងលឿននិងស្ងាត់នៅពេលដែលវាប្រមាញ់វាចុះពីលើដើមឈើខ្ពស់ដោយល្បឿនលឿនខ្លាំងបំផុតដើម្បីចាប់សត្វចំពោះការរស់នៅរបស់បក្សីប្រភេទនេះវាចូលចិត្តរស់នៅក្នុងព្រៃធំដែលមានដើមឈើខ្ពស់ព្រោះវាត្រូវការកន្លែងសាងសម្បុកធំសម្បុករបស់វាគឺអាចធំជាង 1.5 ម៉ែត្រហើយជាទូទៅគឺសាងសង់នៅលើដើមឈើខ្ពស់ខ្លាំងបំផុតចំពោះការបន្តពូជរបស់បក្សី Happy Angle នេះគឺដាក់ពងត្រឹមតែ1គ្រាប់2គ្រាប់តែប៉ុណ្ណោះចំពោះកូនបក្សីគឺត្រូវការពេលវេលា1ឆ្នាំដើម្បីរៀនរស់ដោយខ្លួនឯងហើយចំពោះមេបារបស់វាគឺតែងតែការពីកូនជាប់ជានិច្ចបច្ចុប្បន្ននេះ Happy Angle គឺកំពុងតែប្រឈមមុខនឹងការបាត់បង់ទីជម្រកដោយការកាប់បំផ្លាញព្រៃឈើនៅតំបន់ខ្លះហើយវាក៏ត្រូវបានមនុស្សបាញ់សម្លាប់ថែមទៀតផងដូច្នេះហើយវាត្រូវបានការពារដោយអង្គការអភិរក្សសត្វព្រៃជាច្រើនចំណុចដែលគួរឲ្យចាប់អារម្មណ៍អំពីបក្សីប្រមាញ់ Happy Angle នេះគឺត្រូវបានគេចាត់ទុកថាជាស្ដេចនៃបក្សីប្រមាញ់ព្រៃភ្លៀងវាមានកម្លាំងចាប់ខ្លាំងជាងបក្សីប្រមាញ់ជាច្រើននៅប៉ាណាម៉ាវាជាបក្សីជាតិនៃប្រទេស Happy Angle មានរបៀបប្រមាញ់ដ៏សាហាវនិងឆ្លាតវៃខ្លាំងបំផុតវាត្រូវបានគេចាត់ទុកថាជាបក្សីប្រមាញ់កំពូលនៅក្នុងព្រៃភ្លៀងត្រូពិចព្រោះវាអាចចាប់សត្វធំនៅលើដើមឈើបានយ៉ាងលឿនចំពោះការអង្កេតនៅលើដើមឈើ Happy Angle មិនសូវហោះជុំវិញដូចជាបក្សីប្រមាញ់ផ្សេងទៀតទេវាចូលចិត្តឈរនៅលើមែកឈើខ្ពស់ហើយសង្កេតរកចលនាសត្វនៅខាងក្រោមភ្នែករបស់វាមុតខ្លាំងណាស់វាអាចមើលឃើញចលនាតូចនៅចម្ងាយឆ្ងាយសូម្បីតែនៅក្នុងព្រៃក្រាស់ក៏ដោយចំពោះការវាយប្រហាររបស់វាគឺមានល្បឿនលឿនពេលវារកឃើញគោលដៅវានឹងហោះចុះយ៉ាងលឿនដោយស្ងាត់ខ្លាំងបំផុតចំពោះស្លាបរបស់បក្សីប្រមាញ់ Happy Angle គឺមានប្រវែងខ្លីជាងឥន្ទ្រីធម្មតាប៉ុន្តែវាមានទំហំធំនិងរឹងមាំដែលអាចជួយឲ្យបត់បែនបានយ៉ាងល្អនៅក្នុងព្រៃក្រាស់វាអាចហោះកាត់ចន្លោះមែកឈើយ៉ាងលឿនដើម្បីវាយប្រហារសត្វដោយមិនប៉ះដើមឈើអាវុធដ៏សាហាវបំផុតរបស់បក្សីប្រមាញ់ Happy Angle គឺជាក្រញាំជើងរបស់វាក្រញាំជើងរបស់វាគឺមានប្រវែងជាង12សង់ទីម៉ែត្រហើយមានកម្លាំងចាប់យ៉ាងខ្លាំងក្លាវាអាចចាក់ចូលខ្លួនសត្វភ្លាមហើយធ្វើឲ្យសត្វមិនអាចរត់គេចពីវាបានវាអាចលើកសត្វធ្ងន់បានបក្សីប្រមាញ់ Happy Angle មានកម្លាំងដ៏អស្ចារ្យអាចលើកសត្វដែលមានទម្ងន់ស្មើនឹងខ្លួនវាឬក៏ជិតស្មើខ្លួនវាឡើងលើដើមឈើបានយ៉ាងងាយស្រួលពេលខ្លះវាអាចនឹងចាប់សត្វស្វាធំហើយយកមកធ្វើជាចំណីអាហារនៅក្នុងសម្បុករបស់វានៅលើមែកឈើខ្ពស់ចំពោះការប្រមាញ់ Happy Angle ជាប្រភេទបក្សីប្រមាញ់ដែលមានឈ្មោះថា Steel Hunter មានន័យថាវាចូលចិត្តប្រមាញ់ដោយស្ងាត់វាមិនស្រែកឬក៏ធ្វើសំឡេងខ្លាំងពេលប្រមាញ់នោះទេដូច្នេះហើយសត្វភាគច្រើនមិនដឹងថាវាកំពុងមកឡើយរហូតដល់វាប្រហារបានសម្រេចចំពោះពេលវេលាប្រមាញ់វាច្រើនប្រមាញ់នៅពេលថ្ងៃជាពិសេសព្រឹកនិងល្ងាចនៅពេលដែលសត្វនៅក្នុងព្រៃចេញរកចំណីហើយអ្វីបានជាបក្សីប្រមាញ់ Happy Angle គួរឲ្យខ្លាចគឺដោយសារតែកម្លាំងជើងដ៏ខ្លាំងបំផុតក្នុងចំណោមបក្សីទាំងអស់ហើយវាអាចហោះហើរចូលទៅក្នុងព្រៃក្រាស់បានភ្នែករបស់វាគឺមុតខ្លាំងណាស់ចំពោះការវាយប្រហារគឺមានល្បឿនលឿនហើយនិងស្ងាត់បំផុតវាអាចចាប់សត្វនៅលើដើមឈើបានដោយងាយស្រួលដោយសារតែសមត្ថភាពទាំងនេះទើបបក្សីប្រមាញ់ Happy Angle ត្រូវបានគេចាត់ទុកថាជាបក្សីប្រមាញ់ដ៏ខ្លាំងបំផុតមួយនៅក្នុងពិភពលោក Please subscribe my YouTube channel.